រឿងកំណប់ឪពុកខ្ញុំកាលពីព្រេងនាយមានកសិករពោះម៉ាយម្នាក់មានកូនកំលោះ3នាក់គាត់គឺជាមនុស្សធ្លាប់តែដុតដៃដុតជើងក្នុងការប្រកបការងារមិនដែលបណ្ដោយឲ្យពេលវេលារបស់គាត់នោះកន្លងហួសទៅឥតប្រយោជន៍នោះឡើយកសិកររូបនោះនិយាយប្រាប់គេប្រាប់ឯងថាគាត់មានកូនកំលោះ3នាក់ជាយុវជនប្រកបទៅដោយរូបកាយមាំមួននិងរូបសម្បត្តិស្អាតបាតតែអ្នកទាំង3នោះមិនទម្លាប់ធ្វើការងារសោះគេចូលចិត្តទៅអង្គុយជជែកលេងគ្នាឥតប្រយោជន៍ទៅវិញនៅក្រោមម្លប់ឈើឬក៏នៅតាមទីកន្លែងផ្សេងៗពេលខ្លះកូនកំលោះរបស់គាត់ទាំង3នាក់នោះបានទៅអង្គុយស្ទួយត្រីលេងនៅឯមាត់បឹងដោយគ្មានជួយធ្វើកិច្ចការរបស់ឪពុកតតែសោះនៅពេលនោះឪពុកតែងតែនិយាយថាណែកូនយើងចាំបាច់ធ្វើការងារឲ្យបានគ្រប់គ្នាណាកូនហើយណាមួយយើងគឺមិនត្រូវពឹងផ្អែកលើទ្រព្យសម្បត្តិរបស់ឪពុកនេះទេប៉ុន្តែកូនរបស់គាត់ទាំង3នាក់នោះបាននិយាយមកកាន់ឪពុកវិញថាយើងមិនចាំបាច់ទៅធ្វើការអ្វីទេណាលោកឪពុកទ្រព្យរបស់យើងមានមិនខ្វះតាមអីឪពុកឯងគឺជាមនុស្សចាស់ចេះតែរពឹសដៃរពឹសជើងនោះពេលវេលាចេះតែកន្លងផុតទៅឪពុកកំសត់របស់យុវជនទាំង3នោះកាន់តែជរាទៅកម្លាំងកាន់តែខ្សោយគាត់មិនអាចធ្វើការងារដូចមុនឡើយច្បារដំណាំស្វិតញោមរីឯស្មៅបានដុះទ្រុឌទ្រោមនៅក្នុងចម្ការដោយគ្មានអ្នកថែទាំពេលនោះឪពុករបស់យុវជនទាំង3នាក់នោះមានការព្រួយបារម្ភណាស់ពិបាកចិត្តចំពោះអាកប្បកិរិយារបស់កូនគាត់ដែលមិនសូវសម្របខ្លួនធ្វើការងារអ្វីនឹងគេទម្លាប់ខ្លួនតែងតែជជែកគ្នាលេងឥតប្រយោជន៍ទៅវិញឬទៅស្ទួយត្រីនៅឯមាត់បឹងគាត់ពេលនោះក៏ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមខ្សោយជាលំដាប់ទៅនៅពេលដែលដឹងខ្លួនថាត្រូវសូន្យសង្ខារនៅក្នុងពេលដ៏ខ្លីនេះហើយពេលនោះឪពុករបស់យុវជនទាំង3នាក់ក៏បានកោះហៅកូនរបស់គាត់នោះឲ្យមកជួបជុំគ្នាហើយបាននិយាយថាបើអត់ពីឪពុកទៅតើកូននឹងរស់នៅយ៉ាងដូចម្ដេចកូនទាំង3រន្ធត់យ៉ាងខ្លាំងហើយកូនច្បងអង្វរឪពុកពុកតើកូនត្រូវធ្វើដូចម្ដេចទៅពុកមានប្រសាសន៍ប្រាប់កូនផងល្អហើយកូនពុកនឹងនិយាយរឿងសម្ងាត់ប្រាប់ទៅកូនណែកាលដែលម៉ែឯងនៅរស់ណាពុកនិងម៉ែឯងបានរកស៊ីសន្សំបានប្រាក់កាសមាស1ក្រឡពុកបានយកក្រឡនោះយកទៅកប់ទុកនៅឯក្នុងដីចំការជិតផ្ទះរបស់យើងពេលនោះឪពុកមិនបានច្បាស់ថាដាក់នៅកន្លែងណានោះទេណាកូនចូលកូនឯងនាំគ្នាទៅរកមើលទៅគឺនៅក្នុងដីចំការទាំងអស់នោះហើយណែកូនត្រូវខំរកកំណប់នោះណាកូនហើយត្រូវអត់ធ្មត់ទម្លាប់ខ្លួនក្នុងការលំបាកមួយនេះបើសិនជាកូនណារកកំណប់នោះឃើញកូនអាចរស់នៅយ៉ាងសុខសាន្តគ្មានខ្វះខាតអ្វីនោះទេណាកូននៅពេលនោះបុរសដែលជាឪពុកបានផ្ដាំកូនរួចហើយឪពុកកំសត់ពេលនោះគាត់ក៏បានរលត់សង្ខារលាចាកលោកទៅក្រោយពេលដែលបញ្ចុះសពឪពុករួចកូនច្បងនិយាយទៅកាន់ប្អូនរបស់គេទាំងពីរនាក់ថាប្អូននៅចាំបងដាំរបស់ឪពុកយើងដែរឬទេយើងតោះនាំគ្នាទៅរកកំណប់របស់ឪពុកយើងអ្នកទាំង3ក៏នាំគ្នាបបួលបងប្អូនទៅជីកដីនៅក្បែរផ្ទះតែរកមិនឃើញអ្វីសោះអ្នកទាំង3ក៏នាំគ្នាទៅជីកកាប់កោះកាយដីនៅជុំវិញផ្ទះព្រមទាំងដីនៅក្នុងចម្ការទៀតក៏រកពុំឃើញក្រឡមាសនោះចំណែកឯកូនពៅបាននិយាយឡើងមុនបងរបស់គេថាពុកបើគាត់កប់ក្រឡមាសគាត់មិនកប់រាក់នោះទេណាគឺប្រកាសជាកប់ជ្រៅហើយណាបងមកយើងទៅកោះក្រឡដីនៅឯទីជម្រៅម្ដងទៀតពេលនោះពួកយើងគង់តែឃើញក្រឡមាសរបស់ឪពុកនោះទេណាបងម្ដងនេះយុវជនទាំង3នាក់នោះបានខំពុះពៀយ៉ាងសស្រាក់សស្រាំមិនមើលបំណាំគ្នាទ្រាំការលំបាកប្រឹងកោះក្រឡយកអ្វីចេញពីកម្លាំងកាយចេញពីកម្លាំងចិត្ត
គេបានខំគោះអស់ចិត្តអស់ចង់ទៅហើយគឺមិនបានប្រទះកំណប់អ្វីនោះទេបងប្អូនទាំង3នាក់ពេលនោះពួកគេក៏នាំគ្នាអង្គុយសម្រាកនៅក្រោមម្លប់ឈើហើយបានសម្លឹងមើលទៅដីចំការរបស់ពួកគេដោយស្ងៀមស្ងាត់កូនច្បងបាននិយាយឡើងថាដីយើងល្អណាស់មិនអាចទុកចោលបានទេយើងនាំគ្នាសាបព្រោះស្រូវទៅយើងមិនខាតបង់កម្លាំងចោលឥតអសាទេឬស្រស់ស្រួលគ្នាហើយអ្នកទាំង3ក៏នាំគ្នាសាបព្រោះស្រូវពាសពេញដីហើយក៏នាំគ្នារក្សាយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដើមស្រូវបានដុះលូតលាស់បែកគុំត្រសុំត្រសាយចេញត្រួយចេញគួរពាសពេញស្រែហាក់បីដូចជាកម្រាលព្រំពណ៌មាសកសិផលបានច្រើនលើសលប់យុវជនទាំង3នាក់នោះក៏នាំគ្នាប្រមូលផលស្រូវយកទៅលក់នៅឯទីផ្សារបានប្រាក់ច្រើនក្រាស់ក្រែលពេលនោះកូនច្បងបានលាន់មាត់យើងទម្លាប់តស៊ូប្រឹងកោះកាប់ឆ្ការដីយើងនេះជាការប្រសើរណាស់យើងបានរកឃើញកំណប់ដែលឪពុករបស់យើងបានប្រាប់មុនពេលដែលគាត់អនិច្ចកម្មទៅហើយនេះហើយគឺជាគំនិតរបស់ឪពុកយើងមិនគួរណាធ្វេសប្រហែសអង្គុយជជែកលេងឬក៏ធ្វើការអ្វីឥតប្រយោជន៍នោះទេណែបងប្អូនទាំងអស់គ្នាចាប់តាំងពីពេលនេះតទៅពួកយើងគួរតែខិតខំរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងហើយនេះគឺជារឿងរ៉ាវដែលឪពុករបស់យើងបានបន្សល់ទុកពួកយើងគួរតែខិតខំប្រឹងប្រែងទៅចាប់តាំងពីពេលនោះតរៀងទៅបងប្អូនទាំង3នាក់នោះក៏នាំគ្នាប្រកបរបរធ្វើស្រែចម្ការបន្ទាប់ពីឪពុករបស់ពួកគេហើយពួកគេក៏បានបោះចោលនៃទម្លាប់អាក្រក់របស់ពួកគេទាំងអស់នោះហើយពួកគេក៏នាំគ្នារស់រានមានជីវិតបន្តទៅជារៀងរហូតរឿងក្អែកគឺជាសត្វមិនមានសារជាតិខ្លាញ់រាវនៅក្នុងអតីតកាលនោះព្រះបាទព្រហ្មទត្តបានសោយរាជសម្បត្តិនៅក្នុងនគរពិរាណសីព្រះបរមពោធិសត្វចាប់បដិសន្ធិនៅក្នុងកំណើតគឺជាសត្វក្អែកនៅថ្ងៃមួយបរោហិតរបស់ព្រះរាជាងូតទឹកនៅក្នុងស្ទឹងក្រៅនគរផាត់ម្សៅតែងកាយប្រដាប់ប្រដាកំរងផ្កាស្លៀកសំពត់សំសួននិងយុស័កកំពុងទៅធ្វើដំណើរចូលទៅព្រះនគរនៅលើចុងសសរនៃបន្ទាយជិតនគរក៏មានក្អែក2ទុំនៅទីនោះបណ្ដាក្អែកទាំងពីរនោះមានក្អែកមួយនិយាយនឹងក្អែកមួយទៀតថាណែសម្លាញ់ខ្ញុំនឹងជួអាចដាក់ក្បាលព្រាមនេះចំណែកឯក្អែកមួយទៀតជំទាស់ថាអ្នកកុំនឹកចង់សប្បាយយ៉ាងនេះអីព្រាមនោះគឺជាអ្នកធំមិនធម្មតាទេណាធម្មតាការបង្កពៀរវាងនឹងអិសរជនអ្នកនឹងជួបប្រសពនឹងផលអាក្រក់ក្រៃលែងណាស់ព្រោះថាកាលបើព្រាមនោះខឹងក្រោធហើយនឹងធ្វើឲ្យក្អែកទាំងអស់នាំវិនាសចាក់ជាពុំខានក្អែកមួយក៏បានពោលឡើងថាខ្ញុំមិនអាចផ្លាស់ប្ដូរចរិតខ្ញុំបានទេក្អែកមួយទៀតក៏ពោលខាត់ថាបើយ៉ាងនេះអ្នកនឹងបានដឹងខ្លួនឯងហើយបន្ទាប់មកក៏ហើរជៀសចេញទៅបាត់ទៅក្អែកមួយនោះបន្ទាប់ពីនិយាយរួចនៅពេលដែលព្រាមនោះបានដើរមកដល់ក្រោមសសរបន្ទាយក៏ធ្វើជាបន្ទន់ខ្លួនចុះហើយបានជួអាចដាក់ចំក្បាលរបស់ព្រាមនោះមានការខឹងក្រោធនិងចងពៀទៅកាន់ពពួកវងក្អែកទាំងឡាយនៅគ្រានោះទាសីបំរើខាងបុកអង្គម្នាក់ក៏យកស្រូវទៅហាលនៅក្បែរផ្ទះហើយអង្គុយយាមរួចក៏ដេកលង់លក់បាត់ទៅពពែរោមវែងមួយក៏បានដឹងថាទាសីនោះធ្វេសប្រហែសក៏មកស៊ីស្រូវទាសីនោះភ្ញាក់ឡើងក៏ឃើញពពែក៏ដេញទៅពេលពពែលួចមកស៊ីស្រូវពេលដែលទាសីនោះដេកលក់ម្ដងទៀតយ៉ាងនោះឯងអស់វិរៈ2ទៅ3ដងទាសីនោះក៏បានដេញពពែនោះទៅចំនួនទាំង3ដងហើយគិតថាកាលដែលពពែមកស៊ីជារឿយនឹងស្រូវអង្គអស់ពាក់កណ្ដាលអញនឹងខាតប្រយោជន៍ជាច្រើនណាស់ពេលនេះត្រូវតែធ្វើយ៉ាងណាកុំឲ្យពពែនោះបានមកទៀតនាងក៏បានកាន់ចន្លោះគ្រឿងអុជបំភ្លឺធ្វើជាជ័រនឹងស្លឹកឈើឬធ្វើដោយសម្បកឈើដែលមានជ័រជាច្រើនយ៉ាងចន្លោះស្លឹកចន្លោះក្រាក់និងចន្លោះស្មាច់បន្ទាប់មកនាងក៏បានអង្គុយធ្វើជាដេកលង់លក់កាលដែលពពែនោះចូលមកស៊ីស្រូវក៏ខឹងក្រោធបន្ទាប់មកនាងក៏បានក្រោកឡើងគប់ពពែនោះដោយចន្លោះ
ពពែនោះក៏ត្រូវភ្លើងឆាបឆេះរុលរៀលរាងកាយត្រូវភ្លើងឆេះអស់ពពែគិតឲ្យភ្លើងរលត់ទើបរត់ទៅយ៉ាងលឿនយកខ្លួនទៅត្រដោះនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរីខ្ទមនោះក៏ត្រូវឆេះសន្ធោសន្ធៅដោយអណ្ដាតភ្លើងដែលកើតអំពីខ្ទមនោះក៏រៀលទៅឆាបឆេះរោងដំរីកាលដែលរោងដំរីនោះឆេះខ្នងដំរីក៏ឆេះដែរដំរីនីមួយមានខ្លួនរបួសយ៉ាងដំណំចំណែកឯពពួកមកដំរីមិនអាចនឹងព្យាបាលឲ្យវាជាបានក៏ទៅក្រាបទូលដល់ព្រះរាជាក៏បានត្រាស់ទៅនឹងបរោហិតថាណែលោកអាចារ្យមកដំរីអស់ថ្មីដៃដែលនឹងរក្សាវងដំរីនោះហើយល្មមនឹងលោកស្គាល់ថ្នាំអ្វីខ្លះឬបរោហិតមួយបានទូលទៅព្រះរាជាមានតម្រាស់ថាព្រះករុណាថ្លៃវិសេសព្រះរាជាត្រាស់សួរថាបានតើឯងមានអ្វីទេចំណែកឯបរោហិតក៏ក្រាបទូលថាបបិទ្ធមហារាជដ៏ចម្រើនទាល់តែបានខ្លាញ់ក្អែកទើបអាចព្យាបាលនៃពពួករបួសដំរីនេះបាននៅគ្រានោះព្រះរាជាក៏ត្រាស់ថាបើដូច្នេះចូលអ្នកទាំងឡាយចូលទៅប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយកខ្លាញ់មកចោះចាប់តាំងពីពេលនោះមកមនុស្សម្នាទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែកមិនបានខ្លាញ់ក៏បោះបង់ជាគំនោកគោកនៅទីនោះហានិភ័យបានកើតឡើងដល់ពពួកវងក្អែកនៅគ្រានោះព្រះមហាបរោះមានវងក្អែកចំនួន 80000 គឺជាបរិវារនៅក្នុងព្រៃខ្មោចមានក្អែកមួយបានប្រាប់ទៅក្អែកព្រះពោធិសត្វអំពីហានិភ័យដែលបានកើតឡើងដល់ពពួកវងក្អែកទាំងឡាយនៅគ្រានោះព្រះមហាពោធិសត្វក្អែកបានត្រេះរិះថាវាអាត្មាអញពេលវេលាត្រូវចេញទៅហើយអ្នកដតីអាចនឹងបំបត្តិភ័យដែលកំពុងតែកើតឡើងដល់ពពួកញាតិរបស់អញមិនបានឡើយអញត្រូវតែកម្ចាត់ហានិភ័យនោះហើយរំពឹងនឹងដល់បារមី10ប្រការធ្វើឲ្យមេត្តាបារមីជាបុរេចារិកហើយប្រកបទៅដោយកិរិយាប្រព្រឹត្តទៅក្នុងខាងមុខឲ្យជាចិត្តប្រកបទៅដោយកិរិយាត្រាច់ចោះនៅក្នុងខាងមុខហើយក៏បានហៅទៅតែម្នាក់ឯងតែប៉ុណ្ណោះចូលទៅតាមប្រហោងបង្អួចដែលបានបើកទុកបន្ទាប់មកក្អែកព្រះពោធិសត្វក៏បានចូលទៅលាក់ខ្លួននៅខាងក្រោមរាជាអាសនៈនៃព្រះរាជានៅពេលនោះអាមាត្យម្នាក់បានធ្វើជាអកប្បកិរិយានិងចាប់ស្ដេចក្អែកពោធិសត្វនោះព្រះរាជាបានត្រាស់ហាមឃាត់ថាក្អែកចូលមកទីនេះកុំចាប់ក្អែកនោះឡើយក្អែកបានស្រែកនឹងសម្រាកនៅទីនេះបន្តិចហើយរំពឹងនឹកដល់ព្រះបារមីចេញពីអាសនៈក្រាបទូលព្រះរាជាថាបបិទ្ធមហារាជដ៏ចម្រើនធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាចនៃអគតិមានឆន្ទាគតិជាដើមទៅប្រពៃកម្មណាដែលយើងនឹងត្រូវធ្វើកម្មនោះគឺមានពិតប្រកបត្រូវពិចារណាឲ្យល្អិតល្អន់ហើយសឹមធ្វើទៅប្រពៃម្យ៉ាងវិញទៀតកម្មណាដែលយើងនឹងត្រូវបានផលកម្មនោះប៉ុណ្ណោះទើបធ្វើគួរកម្មក្រៅអំពើនេះគឺមិនគួរធ្វើប្រសិនបើព្រះរាជាទាំងឡាយទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះហានិភ័យមានមរណភ័យជាទីបំផុតរមែងតែកើតឡើងដល់មហាជនត្បិតបរោហិតស្ថិតនៅក្នុងអំណាចនៃការចងពៀបានក្រាបទូលកុហកធម្មតាខ្លាញ់រាវរបស់ក្អែកទាំងឡាយគឺមិនមានឡើយណាព្រះអង្គនៅពេលនោះព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយទ្រង់ក៏មានព្រះទ័យជ្រះថ្លាជាខ្លាំងហើយក៏ឲ្យព្រះបរមពោធិសត្វទុំនៅលើទីតាំងដើម្បីឲ្យរាជបរោះលាបស្លាបដោយប្រេងដែលរងាប់ហើយ100,000 ដងរួចក៏ឲ្យបរិភោគអាហារដ៏ស្អាតបាតដូចជាព្រះក្រយាស្ងោយអាហារឲ្យទឹកផឹកលុះស្ដេចក្អែកបានសប្បាយចិត្តកាត់ការនឿយហត់ហើយទើបត្រាស់ពាក្យនេះថាណែបណ្ឌិតអ្នកពោលថាធម្មតាខ្លាញ់រាវរបស់ក្អែកទាំងឡាយគឺមិនមានព្រោះហេតុដូចម្ដេចទើបក្អែកទាំងឡាយមិនមានខ្លាញ់រាវព្រះមហាសត្តកាលនឹងក្រាបទូលពន្យល់ថាបបិទ្ធមហារាជដោយហេតុឈ្មោះនេះហើយដោយហេតុនេះទើបធ្វើព្រះរាជវាំងទាំងមូលឲ្យមានសម្លេងតែមួយបន្ទាប់មកក្អែកពោធិសត្វក៏សម្ដែងគាថាប្រាប់ទៅព្រះរាជាថានៅក្នុងគាថានេះមានសេចក្តីសង្ខេបដូចនេះតទៅបបិទ្ធមហារាជដ៏ចម្រើនធម្មតាវងក្អែកមានចិត្តភ្ញាក់ផ្អើលគឺធ្លាប់តែតក់ស្លុតជានិច្ចសេចក្តីថា
ក្អែកទាំងឡាយគឺជាសត្វដែលចូលចិត្តបៀតបៀនគំរាមកំហែងមនុស្សដែលជាធំមានទាំងក្សត្រជាដើមខ្លះស្ត្រីបុរសទូទៅខ្លះក្មេងប្រុសស្រីជាដើមខ្លះហេតុនេះគឺដោយហេតុប្រការនេះខ្លាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលព្រះបង្គំទាំងអស់នេះទើបមិនមានសូម្បីតែក្នុងអតីតជាតិក៏មិនធ្លាប់មានសូម្បីតែក្នុងអនាគតជាតិឯណោះក៏មិនធ្លាប់មានស្ដេចក្អែកព្រះពោធិសត្វក៏ចង្អុលបង្ហាញហេតុនេះហើយដោយប្រការដូច្នេះទូលដាស់តឿនទៅព្រះរាជាថាបបិទ្ធមហារាជដ៏ចម្រើនធម្មតាព្រះរាជាមិនបានពិចារណាហើយមិនគប្បីបដិបត្តិធម៌នៃព្រះរាជកិច្ចព្រះរាជាទ្រង់ពេញព្រះទ័យបូជាព្រះបរមពោធិសត្វដោយរាជសម្បត្តិព្រះមហាក្សត្រក៏បានថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញឲ្យព្រះរាជាតាំងទីនៅក្នុងបច្ចៈសិលាទទួលសូមឲ្យព្រះរាជទានអភ័យដល់ពពួកវងសត្វទាំងឡាយនៃទូលព្រះបង្គំផងព្រះរាជាទ្រង់ព្រះសម្ដាប់នៅព្រះធម៌ទេសនារបស់ក្អែកពោធិសត្វហើយទ្រង់ក៏បានព្រះរាជទានអភ័យដល់សត្វក្អែកទាំងឡាយហើយទ្រង់ក៏បានតម្កល់និពន្ធទានគឺទានដែលឲ្យជាប្រចាំដល់ពពួកវងក្អែកទាំងនោះហើយបញ្ជាឲ្យដាំបាយប្រមាណ1ឆ្នាំងប្រដាប់ប្រដាធ្វើទៅដោយឈើសម្រាប់ដងសម្រាប់រែកទឹកលាយទៅដោយវត្ថុដែលមានរសដ៏ប្រណិតផ្សេងព្រះរាជាក៏បានប្រទានដល់ពពួកវងក្អែកនោះជារៀងរាល់ថ្ងៃចំណែកឯក្អែកព្រះពោធិសត្វឯណោះវិញក៏បានទទួលព្រះរាជទានព្រះក្រយាស្ងោយជារៀងរាល់ថ្ងៃផងដែរពីព្រះអង្គព្រះបរមសាស្តាទ្រង់នាំយកព្រះធម៌ទេសនានេះមកហើយទ្រង់ក៏ប្រជុំជាដកថាព្រះរាជានគរពិរិណសីក្នុងកាលនោះបានមកជាអានន្ទចំណែកឯស្ដេចក្អែកពោធិសត្វគឺតថាគតយើងនេះឯងរឿងនាងសេសវតីក្នុងសាសនាព្រះពុទ្ធកស្សបៈព្រះអង្គបរិនិព្វានទៅហើយពពួកមហាជនទាំងឡាយបាននាំគ្នាយកមាសទៅកសាងចេតិយកម្ពស់ចំនួន1យោជន៍ដើម្បីបញ្ចុះព្រះសារីរិកធាតុកាលនោះមានឧបាសិកាម្នាក់បាននាំនាងទារិកាដែលជាកូនរបស់ខ្លួនទៅមើលជាងទុងដែលកំពុងតែរំលាយមាសធ្វើឥដ្ឋនាងទារិកាឃើញជាងកំពុងតែរំលាយមាសក៏សួរទៅមាតាថាបបិទ្ធអ្នកម្ដាយគេរំលាយមាសធ្វើអ្វីនៅគ្រានោះមាតាក៏បានប្រាប់ថាអូគឺគេធ្វើចេតិយបញ្ចុះព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធនឹងណានាងទារិកាបានឮដូច្នេះនាងក៏មានចិត្តជ្រះថ្លាចំពោះព្រះសម្ពុទ្ធទើបប្រាប់ទៅម្ដាយថាខ្សែកពាក់នៅនឹងកខ្ញុំនេះខ្ញុំយកទៅចូលធ្វើចេតិយនឹងគេណាមេតានៅពេលនោះមេតាឆ្លើយថាល្អហើយកូនស្រីម្ដាយបន្ទាប់មកនាងក៏យកខ្សែកនោះចូលទៅធ្វើចេតិយនឹងគេសង្ខេបសេចក្តីតែប៉ុណ្ណេះលុះដល់នាងខ្សែជីវិតទៅបានកើតទៅក្នុងសុគតិភពជាអនុលោមបដិលោមអស់មួយពុទ្ធនន្តហើយដល់មកសាសនាព្រះសម្ពុទ្ធបរមគ្រូយើងនេះក៏បានកើតទៅក្នុងស្រុកនីលក្រាមមានឈ្មោះថានាងសេសវតីកាលដែលនាងមានអាយុ15ព្រះវស្សាមាតាបានប្រើឲ្យទៅទិញប្រេងនៅឯផ្សារនៅក្នុងស្រុកនីលក្រាមនោះគឺមានកហិបតីម្នាក់ធ្លាក់ខ្លួនទៅជាអ្នកក្រព្រោះទ្រព្យសម្បត្តិមាសប្រាក់កែវកងទាំង7ប្រការដែលមាតាបិតាបានចែកឲ្យទាំងប៉ុន្មានដល់មាតាបិតាស្លាប់ទៅរបស់ទាំងអស់នោះក៏คล้ายទៅជាថ្មមនោសិលាទាំងអស់គ្មានសល់អតីតកហិបតីក៏បានយកថ្មសិលានោះយកទៅដាក់លក់នៅក្នុងផ្សារផ្សងរកអ្នកមានបុណ្យដែលមានគំនិតថាបើសិនជាអ្នកមានបុណ្យណាដើរមកឃើញរបស់ទាំងអស់នោះនឹងคล้ายទៅជាមាសប្រាក់កែវកងទាំង7ប្រការដោយដើមវិញពុំខានខណៈពេលនោះឯងនាងសេសវតីបានកាន់ដបប្រេងដើរចូលទៅផ្សារបានឃើញរៀនមួយចាក់កសុទ្ធតែមាសនិងប្រាក់កែវកងទាំង7ប្រការនាងក៏ចូលទៅមើលហើយសួរទៅម្ចាស់រៀននោះថាបបិទ្ធអ្នកដង្ខៅហេតុអ្វីក៏យកមាសប្រាក់កែវកងនេះយកមកចាក់កនៅលើរៀនដូច្នេះរបស់ទាំងនេះគេតែងតែទុកដាក់លាក់បំពួននៅក្នុងហឹបឬក៏ក្នុងឃ្លាំងអ្នកដែលម្ចាស់រៀនឮដូច្នេះហើយក៏ត្រេកអរណាស់ទើបសួរទៅនាងសេសវតីថានាងតើនាងតូចឯងនៅទីណាជាកូនចៅអ្នកណា
ពេលនោះនាងសេសវតីក៏ប្រាប់ថាចាខ្ញុំគឺជាកូនអ្នកស្រែម្នាក់នៅក្នុងស្រុកនេះឯងអ្នកម្ចាស់រៀនក៏បានកើបមាសនិងប្រាក់ច្រកដាក់នៅក្នុងបាវហើយនាំនាងសេសវតីទៅផ្ទះរបស់ខ្លួនបន្ទាប់មកកហិបតីនោះក៏បាននិយាយប្រាប់ទៅនាងថាណែនាងតូចកាលពីដើមខ្ញុំគឺជាកហិបតីមួយរស់នៅក្នុងស្រុកនេះឯងឥឡូវធ្លាក់ខ្លួនទៅជាអ្នកក្រព្រោះអីមាសប្រាក់កែវកងទាំង7ប្រការទាំងអស់នេះคล้ายទៅជាថ្មមនុស្សសិលាទាំងអស់បានជាខ្ញុំយកថ្មនេះទៅដាក់នៅរានឯផ្សារដើម្បីផ្សងរកអ្នកមានបុណ្យឥឡូវទ្រព្យទាំងអស់នេះគឺជាទ្រព្យរបស់នាងហើយព្រោះនាងគឺជាអ្នកមានបុណ្យកហិបតីក៏បាននាំនាងសេសវតីទៅចាក់មើលនៅក្នុងឃ្លាំងឯទៀតគ្រាន់តែនាងនោះចូលទៅដល់របស់របរទាំងប៉ុន្មាននៅក្នុងឃ្លាំងក៏คล้ายទៅជាមាសប្រាក់កែវកងដោយដើមវិញទាំងអស់កហិបតីនោះក៏ជូននាងសេសវតីត្រឡប់ទៅផ្ទះវិញនិយាយប្រាប់ទៅឪពុកម្ដាយរបស់នាងសពគ្រប់ទើបដណ្ដឹងនាងសេសវតីឲ្យទៅជាភរិយាកូនកំឡោះរបស់ខ្លួនលុះរៀបអាពាហ៍ពិពាហ៍រួចហើយមាតាបិតាក្មេកក៏បាននាំនាងទៅនៅក្នុងសំណាក់របស់ខ្លួនក្នុងកាលជាខាងក្រោយមកព្រះសិរីបុត្រហត្ថេគឺជាធម្មសេនាបតីបានរំពឹងមើលអាយុសង្ខាររបស់លោកឃើញថាអស់ហើយក៏ចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធសុំទៅបរិនិព្វាននៅឯស្រុកនិក្រៀមដើម្បីប្រោសមេដាបិតាជាជនមច្ឆាទិដ្ឋិលុះទូលមានមេដាហើយក៏បរិនិព្វាននៅក្នុងបន្ទប់ដែលលោកប្រសូតនោះទៅកន្លងមកបានចំនួន7ថ្ងៃពពួកពុទ្ធបរិស័ទទាំងឡាយក៏នាំគ្នាធ្វើជើងថ្កសម្ពុទ្ធ100ហត្ថដើម្បីបូជាសម្ពុទ្ធរបស់លោកកាលនោះនាងសេសវតីមានគភ៌ចិត្តគ្រប់ខែទៅហើយបានឮថាពុទ្ធបរិស័ទទាំងឡាយនាំគ្នាធ្វើបុណ្យរំលាយសពព្រះសិរីបុត្រមេដាបិតាខត់នាងថានាងទៅពុំកើតទេព្រោះគភ៌ចាស់គ្រប់ខែទៅហើយនាងសេសវតីដែលជាស្ត្រីមានចិត្តជ្រះថ្លាខ្លាំងទ្រាំពុំបានក៏លាមេដាបិតានាំបរិវារកាន់មាសប្រាក់កែវកងផ្កាភ្ញីដើរសម្ដៅទៅរកកន្លែងដែលតម្កល់ព្រះសពរបស់សិរីបុត្រនោះនៅក្នុងពេលនោះឯងមនុស្សម្នាច្រើនណែនណាស់តាន់តាប់ចង់អៀតជាទីបំផុតក៏ប៉ុន្តែនាងសេសវតីគឺជាស្ត្រីស្ដុកស្ដំទៅដោយភោគសម្បត្តិរីឯពពួកមហាជនទាំងឡាយបានឃើញហើយក៏បើកឱកាសឲ្យចូលទៅជិតសពនាងក៏យកមាសប្រាក់កែវកងព្រមទាំងផ្កាភ្ញីយកទៅដាក់កោនៅក្បែរក្តាមមឈូសហើយថយមកអង្គុយប្រណម្យអញ្ជលីនមស្ការនៅក្នុងពេលនោះចំហាយមនុស្សទាំងនោះក៏កក់កុញក៏បណ្ដាលឲ្យនាងសេសវតីទៅជាខ្យល់ចាប់សន្លប់នៅទីនោះបាត់ទៅឯដំរីរបស់ពពួកអិសរាជជនទាំងឡាយដែលជិះនៅក្នុងទីនោះក៏ផ្អើលស្ទុះស្រែកជាខ្លាំងមហាជនផិតភ័យនឹងដំរីពេកក៏ស្ទុះរត់ជ្រួលច្របល់ក៏ទៅជន់នាងសេសវតីឲ្យស្លាប់នៅទីនោះបន្ទាប់ពីនាងបានស្លាប់ទៅនាងក៏បានកើតទៅក្នុងឋានត្រៃត្រឹងអទេវលោកស្ថិតនៅក្នុងប្រាសាទវិមានមាសវិមានប្រាក់រំលេចទៅដោយកែវ7ប្រការមានស្រីទេពអប្សរសួរ1000ចោមរោមជាបរិវារនៅថ្ងៃមួយនាងសេសវតីបានរលឹកនឹកឃើញដល់បុព្វកម្មរបស់នាងក៏ចុះមកទាំងវិមានថ្វាយបង្គំព្រះសម្ពុទ្ធនៅក្នុងវត្តចេតពុនក្នុងកាលនោះព្រះវិកសិទ្ធេលោកកំពុងតែអង្គុយគាល់ព្រះដ៏មានព្រះភិក្ខគាត់ក៏បានឃើញនាងទេពធីតានោះក៏សួរពីបុព្វកម្មរបស់នាងហើយនាងក៏ប្រាប់ទៅដោយសពគ្រប់ព្រះសម្ពុទ្ធទ្រង់ប្រពហេតុនេះហើយក៏សម្ដែងនៅព្រះធម៌ទេសនាសរសើរដល់អានិសង្សរបស់នាងដែលបូជាព្រះសិរីរិកធាតុជាពោធិយោភាតតទៅរឿងសត្វស្ទាំងនិងមិត្តសម្លាញ់កាលពីព្រេងនាយមានគ្រួសារស្ទាំងមួយរស់នៅក្នុងព្រៃដ៏ធំមួយនៅក្នុងក្រុមគ្រួសារស្ទាំងទាំងអស់នោះមានស្ទាំងឈ្មោលមួយនិងស្ទាំងញីមួយព្រមទាំងកូនកូនតូចតូចទាំង3របស់វានៅក្នុងព្រៃដ៏ជ្រៅនោះមានសត្វតោមួយបានរស់នៅផងដែរហើយតោនោះមានឈ្មោះថាតោលីអូវាគឺជាសត្វមួយដ៏ខ្លាំងហើយមានគ្រោះថ្នាក់បំផុតនៅក្បែរដើមឈើដែលមានគ្រួសារស្ទាំងនោះរស់នៅហើយក៏មានបឹងដ៏ធំមួយផងដែរ
នៅក្បែរបឹងនោះក៏មានបក្សីមួយបានរស់នៅទីនោះហើយវាតែងតែចុះទៅចាប់ត្រីស៊ីជាអាហារជារៀងរាល់ថ្ងៃនៅក្នុងបឹងដ៏ធំធេងហើយសែនជ្រៅនោះមានសត្វអណ្ដើកមួយទៀតបានរស់នៅហើយអណ្ដើកនោះឈ្មោះថាថកបានរស់នៅជាមួយនឹងត្រពាំងនោះផងដែរនៅថ្ងៃមួយពេលដែលស្ទាំងញីកំពុងតែបញ្ចុកដង្កូវដល់កូនតូចៗរបស់វាស្ទាំងញីក៏បាននិយាយទៅកាន់ស្ទាំងឈ្មោលថាបងពួកយើងគួរតែស្វែងរកមិត្តភក្តិខ្លះទៅពីព្រោះយើងនៅទីនេះយើងហាក់បីដូចជាឯកោណាស់មានសិតតែដើមឈើទាំងអស់ហ្នឹងពេលនោះស្ទាំងឈ្មោលកំពុងតែរវល់អានកាសែតក៏បានដាក់វ៉ែនតាចុះពីលើក្បាលហើយងក់ក្បាលឡើងរួចក៏និយាយទៅកាន់ស្ទាំងញីថាតើយើងអាចចងមិត្តភក្តិជាមួយនឹងនរណាបានទៅអូនស្ទាំងញីក៏បានឆ្លើយតបទៅកាន់ស្ទាំងឈ្មោលវិញថាហេតុអីក៏ថាមិនបានបើនៅទីនេះមានបក្សីស៊ីត្រីជាអាហារដែររស់នៅឯត្រើយម្ខាងទៀតនៃបឹងនេះឯងនិងមានសត្វតោដែលរស់នៅក្នុងព្រៃដ៏ជ្រៅព្រមទាំងមានសត្វអណ្ដើកដែលរស់នៅក្នុងបឹងដ៏ជ្រៅនេះផងដែរថ្ងៃបន្ទាប់មកក្រោយពីស្ទាំងឈ្មោលបានពាក់មួករួចហើយវាក៏បានហើរទៅរកកន្លែងរបស់លីអូដែលជាសត្វតោលីអូក៏បានស្វាគមន៍ភ្ញៀវរបស់វាយ៉ាងកក់ក្ដៅរួចពួកគេក៏คล้ายទៅជាមិត្តភក្តិយ៉ាងជិតស្និទ្ធនិងឆាប់រហ័សជាទីបំផុតក្រោយមកទៀតស្ទាំងឈ្មោលក៏បានទៅជួបជាមួយនឹងបក្សីដែលស៊ីត្រីជាអាហារនិងអណ្ដើកពួកគេទាំង3នាក់ក៏បានចងសម្ព័ន្ធមិត្តជាមួយនឹងគ្នាយ៉ាងស្និទ្ធស្នាលធ្វើឲ្យក្រុមគ្រួសារស្ទាំងសប្បាយចិត្តជាខ្លាំងមិត្តភក្តិទាំងអស់បានមកជួបជុំគ្នាដើម្បីញ៉ាំបាយនាពេលនេះហើយថកដែលជាឥន្ទ្រីដ៏ចំណាស់ម្នាក់ក៏បានចាប់ផ្ដើមកូតវីយូឡុងយ៉ាងពីរោះចំណែកឯលីអូដែលជាអ្នកចម្រៀងរីឯស្ទាំងឈ្មោលនិងបក្សីដែលស៊ីត្រីជាអាហារនោះក៏បានរាំទៅតាមបទភ្លេងនៃវីយូឡុងរីឯស្ទាំងញីនិងកូនតូចៗទាំង3របស់ពួកគេគឺជាអ្នកមើលនៅក្នុងសកម្មភាពពួកគេយ៉ាងសប្បាយនៅថ្ងៃមួយព្រានព្រៃចំនួន3នាក់បានទៅបរបាញ់សត្វនៅក្នុងព្រៃនោះពួកគេក៏បានស្វែងរកសត្វដើម្បីបរបាញ់លេងពេញមួយថ្ងៃក៏ប៉ុន្តែមិនបានជួបប្រទះនឹងសត្វណាសោះនៅពេលល្ងាចមកដល់ព្រានព្រៃទាំង3នាក់ក៏បានរៀបចំត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែនៅពេលដែលពួកគេព្យាយាមស្វែងរកផ្លូវចាកចេញពីព្រៃនោះក៏ស្រាប់តែព្រានព្រៃទាំង3នាក់នោះវង្វេងផ្លូវដោយពុំអាចស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញបានពួកគេទាំង3នាក់បានសម្រេចចិត្តដេកនៅក្បែរបឹងនោះចំនួន1យប់ទៅឥឡូវនេះព្រានព្រៃទាំង3នាក់បានសម្រេចចិត្តថានឹងសម្រាកនៅក្រោមដើមឈើដែលជាជំរករបស់គ្រួសារស្ទាំងព្រានព្រៃទាំង3នាក់ក៏និយាយថាណែពួកយើងស្នាក់នៅទីនេះ1យប់ហើយចាំមើលតើយើងអាចរកអ្វីបាននៅពេលព្រឹកស្អែកនិយាយដូច្នេះហើយពួកគេក៏បានកាច់ស្លឹកឈើយកមកក្រាលដេកនៅទីនោះទៅជួនជាពេលនោះឯងគឺជារដូវរងាព្រានព្រៃទាំង3នាក់រងាយ៉ាងខ្លាំងដោយពុំអាចទ្រាំនឹងត្រជាក់បាននៅទីបំផុតព្រានព្រៃទាំង3នាក់ក៏ក្រោកឡើងប្រមូលស្លឹកឈើនិងមែកឈើស្ងួតយកមកបង្កាត់ភ្លើងនៅក្រោមដើមឈើដ៏ធំមួយនោះនៅរំពេចនោះផ្សែងហុយត្រលូមឡើងទៅលើមេឃធ្វើឲ្យគ្រួសារស្ទាំងភ្ញាក់ពីដំណេកកូនរបស់ស្ទាំងក៏ចាប់ផ្ដើមឆ្លក់ផ្សែងរួចក៏ស្រែកយំយ៉ាងឈឺផ្សាស្ទាំងឈ្មោលនិងស្ទាំងញីបានព្យាយាមលួងកូនរបស់គេពួកគេកុំឲ្យយំជៀសវាងកុំឲ្យលឺដល់ទៅព្រានព្រៃដឹងថាមានគ្រួសារស្ទាំងនៅទីនោះខ្លាចពួកគេនឹងធ្វើអំពើអាក្រក់ក៏ប៉ុន្តែជាការឥតប្រយោជន៍ព្រោះពួកគេមិនអាចលួងលោមកូនឲ្យឈប់យំបាននោះទេនៅពេលនោះឯងព្រានព្រៃម្នាក់បាននិយាយថាតើពួកយើងនេះមានឮសំឡេងអ្វីទេហ្នឹងសំឡេងនោះគឺជាសំឡេងបក្សីយំតាអូសំឡេងកូនបក្សីនៅក្នុងសម្បុកទីនេះតាកូនចាបទេដឹងទេមិនមែនទេនឹងលុកបានថ្លៃណាស់វាគឺជាកូនស្ទាំងណាដូច្នេះហើយអ្នកបរបាញ់ទាំងអស់នោះបន្ទាប់ពីពិភាក្សាគ្នារួចក៏បានដាក់មែកឈើជាច្រើននៅក្នុងភ្លើងនៅពេលដែលភ្លើងកំពុងតែឆេះកាន់តែខ្លាំងឡើងរហូតស្ទើរតែអាចឆាបឆេះទៅដល់សម្បុកស្ទាំងនៅពេលនោះឯងកូនស្ទាំងក៏បានចាប់ផ្ដើមស្រែកយំជាខ្លាំងដោយសារតែការភ័យខ្លាចស្ទាំងញីក៏និយាយទៅកាន់ស្ទាំងឈ្មោះថាពួកយើងមានគ្រោះថ្នាក់ហើយយើងត្រូវតែទៅហៅមិត្តសម្លាញ់ទាំងអស់គ្នានោះឲ្យមកជួយយើងជាបន្ទាន់
ប្រញាប់ទៅប្រាប់បាក់សីថាពួកយើងនៅទីនេះមានគ្រោះថ្នាក់ហើយរំពេចនោះស្ទាំងឈ្មោលក៏បានហោះហើរទៅរកសំបុកបាក់សីដើម្បីប្រាប់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងយប់នេះបាក់សីក៏បាននិយាយថាកុំព្រួយអីសម្លាញ់ខ្ញុំនឹងជួយឯងមិនបងអង្គយូរឡើយមិត្តសម្លាញ់ទាំងពីរនាក់ក៏បានហោះហើរត្រឡប់ទៅសំបុករបស់គ្រួសារស្ទាំងខណៈពេលដែលស្ទាំងឈ្មោលបានហើរចុះទៅសំបុកដើម្បីលួងលោមកូនរបស់គេបាក់សីក៏បានហោះហើរចុះទៅក្នុងបឹងនៅពេលដែលស្ទាំងឈ្មោលបានចាក់ចេញទៅព្រាមព្រៃម្នាក់ក៏បានឡើងទៅលើដើមឈើនោះបំរុងនឹងចាប់កូនស្ទាំងនោះគ្រាន់តែអ្នកបបបាញ់ឡើងទៅជិតដល់សំបុករបស់ស្ទាំងបាក់សីដែលស៊ីសាច់ជាអាហារក៏បានមុជចូលទៅក្នុងបឹងរួចក៏ទៅទះស្លាបរបស់វាធ្វើឲ្យទឹកបឹងបានបែកសាយឡើងទៅលើដើម្បីពន្លត់ភ្លើងនោះឲ្យបាត់ភ្លើងក៏បានចាប់ផ្ដើមឆាបឆេះខ្លាំងឡើងម្ដងទៀតក៏ប៉ុន្តែថ្មីទៀតបាក់សីក៏ខំប្រឹងទៅទះស្លាបយ៉ាងខ្លាំងធ្វើឲ្យទឹកនោះខ្ទាតចេញពីបឹងយ៉ាងច្រើនផងដែរដោយមិនសុខចិត្តចុះចាញ់ព្រានព្រៃទាំង3នាក់ក៏បានបង្កាត់ភ្លើងឡើងវិញរួចពួកគេក៏ឃើញស្ទាំងញីក៏និយាយទៅកាន់ស្ទាំងឈ្មោលថាបាក់សីនឹងហត់នឿយនៅពេលឆាប់នេះបើសិនជាព្រានព្រៃដល់កំណាចទាំង3នាក់នេះនៅតែបង្កាត់ភ្លើងឲ្យឆេះម្ដងហើយម្ដងទៀតនោះសូមបងប្រញាប់ទៅប្រាប់អណ្ដើកឲ្យមកជួយពួកយើងភ្លាមទៅដូច្នេះស្ទាំងឈ្មោលក៏ប្រាប់បាក់សីឲ្យឈប់សម្រាកខ្លួនហើយក៏ទៅហៅអណ្ដើកឲ្យមកចាំនៅនឹងមាត់ច្រាំងអណ្ដើកថក់ក៏បានមកដល់មាត់ច្រាំងដោយមានមួកធ្លាក់ចុះមកគ្របនឹងត្រចៀករបស់វាចិត្តវាញីភ្នែកនិងស្ងាបដែលមើលទៅហាក់ដូចជាខ្ជិលយ៉ាងខ្លាំងនៅពេលនោះឯងអណ្ដើកក៏បានសួរទៅកាន់ស្ទាំងឈ្មោលថាតើអ្នកមានបញ្ហាអ្វីឬបានជាមករកខ្ញុំទាំងយប់ដូចនេះមើលនេះទៅហើយបន្ទាប់មកស្ទាំងឈ្មោលក៏ប្រាប់រៀបរាប់រឿងរ៉ាវទាំងអស់ទៅកាន់អណ្ដើកអំពីគ្រោះមហន្តរាយដែលនឹងកើតឡើងចំពោះគ្រួសារខ្លួនឮបែបនេះអណ្ដើកក៏បានទាញមួករបស់វាចេញហើយមានភាពក្លាហានណាស់ក៏ជ្រមុជចូលទៅក្នុងទឹកបឹងរំពេចនោះអណ្ដើកក៏មកដល់ដោយយកដីឥដ្ឋសើមមួយដុំធំដើម្បីពន្លត់ភ្លើងនៅពេលដែលអ្នកបបបាញ់កំពុងតែសម្លឹងមើលទៅសំបុករបស់សត្វស្ទាំងអណ្ដើកក៏បានយកដីឥដ្ឋនោះយកទៅពន្លត់ភ្លើងយ៉ាងឆាប់រហ័សព្រានព្រៃក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរនៅពេលដែលពួកគេឃើញភ្លើងបានរលត់ភ្លាមនោះពួកគេមិនបានបង្កាត់ភ្លើងម្ដងទៀតម្ដងនេះនៅពេលដែលអណ្ដើកកំពុងតែបោះដីឥដ្ឋចូលទៅក្នុងភ្នក់ភ្លើងព្រានព្រៃក៏បានឃើញវាហើយពួកគេក៏ស្រែកឡើងថាហេតុអ្វីក៏យើងខ្វាយខ្វល់អំពីកូនស្ទាំងយ៉ាងនេះចូលយើងទៅសម្រាប់អណ្ដើកនោះទៅហើយយកវាមកចំអិនសម្រាប់អាហារពេលព្រឹករបស់យើងទាំងអស់គ្នានៅពេលដែលឮព្រានព្រៃនិយាយរៀបរាប់បែបនេះអណ្ដើកក៏បានជ្រមុជចូលទៅក្នុងទឹកបឹងក៏ប៉ុន្តែព្រានព្រៃទាំងនោះបានដោះខោអាវហើយបំរុងនឹងលោតចូលទៅក្នុងទឹកដើម្បីតាមចាប់អណ្ដើកពេលដែលឃើញអណ្ដើកស្ថិតនៅក្នុងគ្រោះថ្នាក់បែបនេះស្ទាំងក៏បានហៅទៅរកតោលីអូដើម្បីឲ្យមកជួយដោះស្រាយនៅរឿងរ៉ាវទាំងឡាយដែលបានកើតឡើងចំណែកឯតោកំណាចលីអូក៏បាននិយាយថាខ្ញុំនឹងទៅឥឡូវនេះភ្លាមណាមិត្តសម្លាញ់ទាំងពីរក៏បានចាប់ផ្ដើមធ្វើដំណើរទៅកាន់សមុទ្រស្ទាំងនៅពេលដែលពួកគេបានមកដល់មាត់បឹងលីអូក៏និយាយទៅនឹងបុរសទាំង3នាក់កុំព្យាយាមចាប់អណ្ដើករំពេចនោះលីអូក៏បានបញ្ចេញសម្រែកយ៉ាងខ្លាំងនៅពេលដែលព្រានព្រៃទាំង3បានឮសំឡេងគ្រហឹមរបស់តោពួកគេក៏បានស្រែកយំដោយភ័យខ្លាចថាពួកយើងនឹងស្លាប់ឥឡូវនេះហើយរួចមកពួកគេក៏បានរត់ទៅឆ្ងាយយ៉ាងលឿននៅពេលនោះបាក់សីនិងអណ្ដើកក៏បានឡើងមកលើគោកវិញហើយស្ទាំងក៏និយាយទៅកាន់ពួកគេថាអ្នកបានជួយជីវិតរបស់យើងហើយនៅថ្ងៃនេះពេលនោះលីអូថកនិងបាក់សីដែលស៊ីត្រីជាអាហារក៏បានញញឹមហើយនិយាយថាតើធ្វើមិត្តភក្តិដើម្បីអ្វីការអប់រំមិត្តល្អស្គាល់គ្នាក្នុងគ្រាមានទុក្ខរឿងកូន4នាក់មិនបំរើឪពុកក្នុងការកន្លងដ៏យូរលង់ណាស់ទៅហើយកាលនោះមានបរិសម្នាក់ដែលជាអ្នករកស៊ីលក់ដូរមានធនធានគ្រាន់បើហើយគាត់មានកូនចំនួន4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធរបស់គាត់បានទទួលអនិច្ចកម្មទៅ
គាត់បានទ្រាំនៅជាមួយនឹងសកម្មភាពដែលពោរពេញទៅដោយពាក្យអ្នកស្រុករិះគន់តេះដៀលគាត់ថាជាបុរសពោះម៉ាយពុំព្រមយកប្រពន្ធទៀតទេនៅជាមួយនឹងកូនអស់រយៈកាលចំនួន1ឆ្នាំមានការលំបាកដោយការខ្វះស្រីជាមេផ្ទះមកបម្រើចម្អិនអាហារនិងជួយមើលថែទាំទ្រព្យរបស់និងសម្ភារៈកំប៉ែកកំប៉ុកនៅក្នុងផ្ទះពេលនោះគាត់ក៏បានរៀបចំការប្រពន្ធឲ្យទៅកូនច្បងហើយយកកូនប្រសាស្រីឲ្យមកនៅជាមួយបន្ទាប់មកគាត់ក៏បានចែកទ្រព្យសម្បត្តិអស់ចំនួន1ចំណែកហើយបានឲ្យដាក់ទៅជាទ្រព្យរបស់ដាច់ស្រឡះទៅជាមួយនឹងកូនច្បងលុះរំលងចំនួន1ឆ្នាំកន្លងមកគាត់ក៏បានរកប្រពន្ធឲ្យកូនទី2ចែកទ្រព្យ1ចំណែកទៀតឲ្យដូចគ្នាដល់មកគាត់បានរៀបចំកូនទី3ចែកទ្រព្យ1ចំណែកទៀតលុះដល់គម្រប់ជា4ឆ្នាំការរៀបចំឲ្យកូនទាំង4ចែកទ្រព្យរបស់ស្មើគ្នា1ចំណែកនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់បានទុកអ្នកទាំងអស់គ្នានោះដែលគាត់បានចែកទ្រព្យរបស់ឲ្យទៅអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ឲ្យនៅទំនេរស្ងៀមនៅចាំកូនរបស់គាត់ទាំង4នាក់នោះរកស៊ីចិញ្ចឹមគាត់វិញរហូតដល់ស្លាប់ក៏ប៉ុន្តែគំនិតគាត់មិនដូចឆ្នេះទេផ្ទុយស្រឡះកាលដែលគាត់នៅជាមួយនឹងកូន4នាក់កូនទាំងនោះស្រឡាញ់បងប្អូនខ្លាំងណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនបង្កើតឡើយលុះបានរៀបបានប្រពន្ធរៀងខ្លួនការបែកចិត្តគំនិតផ្សេងពីគ្នាជាមួយនឹងគ្នាពុំបានចេះនៅជាមួយគ្នាចុះចម្រុងសុខចម្រើនឡើយបន្តិចនេះក៏ទាស់បន្តិចនោះក៏ទាស់ប៉ុន្តែទាស់នេះទាស់នោះគឺនាំគ្នាចុះចាក់ចេញពីផ្ទះកំណើតតរៀងទៅលុះកន្លងទៅបានយូរប៉ុន្មានគាត់ក៏បានទៅរកសង់ផ្ទះទីតីពីគ្នារៀងខ្លួនហើយក៏បានចាក់ចោលឪពុកដែលនៅពោះម៉ាយនោះឲ្យនៅឯកោអនាថាកាលដែលកូនទាំង4នាក់នោះទៅសង់ផ្ទះនៅឯទីតីពីគ្នាទាំងអស់ទើបគាត់ក៏បានចុះចាក់ចេញពីផ្ទះចំណែកឯឪពុកក៏បានរើទីលំនៅរបស់គាត់ជាមួយនឹងបងវែកនិងឈើច្រត់មួយទៅនៅឯជំរកថ្មីដែលគាត់ចេះតែដើរទៅបន្ទាប់មកបុរសទាំងអស់នោះនៅហុចបាយហុចទឹកនំចំណីឲ្យឪពុកជារៀងរាល់ថ្ងៃក៏ប៉ុន្តែមិនយកចិត្តទុកដាក់លុះមានកូនខ្ចីគ្រប់គ្នាទៅជួនពេលប្តីរវល់ដែលទៅជួយនៅឯស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនិងមិនអាចថែទាំកូនខ្ចីបានផងនោះក៏បង្អង់ជូនបាយជូនទឹកដល់ឪពុកក្មេកដោយមេខ្លះបានគិតថាប្រហែលជាប្អូនគេមើលហើយចំណែកឯមេខ្លះឯទៀតនោះក៏គិតថាបងឯណោះគឺគេមើលហើយកូនប្រសាទាំងអស់នោះក៏នាំគ្នាគិតដូចនេះតែរៀងខ្លួនយូរថ្ងៃទៅតានោះបានអត់បាយអស់រយៈកាលមួយពេលវេលាប្តីមកពីរកស៊ីវិញរឿងរ៉ាវនេះបានស្ដីបន្ទោសទៅកាន់ប្រពន្ធរបស់ពួកគេភរិយាទាំងអស់នោះបានដោះសារថាកូនឈឺចំណែកឯខ្លះទៀតនោះក៏ថាខ្លួនពុំនៅជាប់រវល់ទៅជួយទៅនៅឯជិតឆ្ងាយហើយស្រេចតែមេប្រពន្ធបានដឹកមុខវាយ៉ាងណាប្តីទាំងអស់នោះក៏ចេះតែតាមពាក្យប្រពន្ធចំណែកឯលោកតាដែលជាឪពុកចំនួនកូន4នាក់ដែលនៅពោះម៉ាយនោះបានអត់បាយគ្មានសម្ពុតខោអាវស្លៀកពាក់ដល់ថ្នាក់ដែលសុំទានគេបរិភោគរងទុក្ខវេទនាជាពន់ពេកនិងលក់ផ្ទះចាស់របស់គាត់នោះពុំបានថ្លៃប៉ុន្មានផងហើយក៏គ្មានជំរកច្រកកូននៅកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយក៏ជាអ្នករៀនសូត្រចេះដឹងនៅច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅក្នុងភូមិជិតគ្នាដើម្បីរកឃើញនៅភាពយុត្តិធម៌ទៅកាន់លោកតាដែលជាឪពុកចំនួនកូន4នាក់បន្ទាប់មកបុរសដែលមានចិត្តអាណិតក្រៃពេកក៏សួរទៅកាន់លោកតាថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមគឺ
គឺជាអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំឪពុកម្ដាយក៏ធ្លាប់មានទីពឹងលោកតាខ្លះដែរបដិចក៏លោកតារងទុក្ខវេទនាយ៉ាងនេះនៅក្នុងពេលបច្ចុប្បន្នក្រែងលោកតាមានកូនប្រុសចំនួនដល់ទៅ4នាក់ឯណោះបដិចក៏កូនទាំងអស់នោះវាមើលបំណាំមិនថែទាំលោកតាអញ្ចឹងក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់សម្រាប់ជីវិតចុងក្រោយរបស់លោកតាទៅនៅពេលនោះលោកតាចាស់ដែលជាឪពុករបស់បុរសទាំង4នាក់ក៏បានប្រាប់ទៅវិញថាអូណោលោកចៅអើយលាក់បាំងអីទេពីដើមតាមានទ្រព្យសម្បត្តិគ្រប់គ្រាន់ពិតមែនក៏ប៉ុន្តែតាអាណិតស្រឡាញ់កូនទាំង4នាក់របស់តាពេកក៏ចែកពួកវាឲ្យទៅស្មើគ្នាអស់រលីងគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធកូនហើយថែទាំងមានកូនទៀតផងវាឃើញឯងអស់ទ្រព្យពីខ្លួនរលីងវាឥតនឹកនារកតាសោះវាតាមតែប្រពន្ធរបស់វាតាក់ទាញអូសទៅហើយក៏ចូលរុនក្តាមក៏ចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងផងម៉ងវេទនាទីបំផុតដេកសម្រក់ទឹកភ្នែកដោយជោគខ្នើយអស់រយៈកាលកន្លងផុតទៅបាយព្រឹកទៅជាបាយល្ងាចជួនកាលក៏អត់មួយពេលខ្លះក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះលោកតានេះគឺមានសភាពចាស់ជរាគ្រាន់តែដើរស្ទើរតែពុំរួចផងនោះដូចម្ដេចទៅលោកចៅអើយលោកចៅឃើញស្រាប់ទៅហើយតាដេកចាំតែថ្ងៃដែលស្លាប់ទៅនោះទេបន្ទាប់មកចៅកំឡោះទាំង4នាក់ក៏បានលាន់មកថាជីអើកូនមានចិត្តអាក្រក់ណាស់កំម្លឹងផងមិនអីទេបើអញ្ចឹងលោកតាឯងមានឧបាយអ្វីមួយធ្វើឲ្យលោកតាបានសុខកាយនិងសប្បាយចិត្តដូចពីដើមវិញទៅប្រាប់មកខ្ញុំមកនៅពេលនោះលោកតាក៏បានធ្វើតាមទៅកាន់ពាក្យពេចន៍របស់បុរសនៅក្នុងភូមិឲ្យលោកតាយកពាងមានមាត់តូចល្មមដើម្បីអាចជូរអាចដាក់នៅក្នុងនោះបាននិងនោមឲ្យពេញក្អមនោះកំណាត់សម្ពុតបានរុំបិទមាត់ចិត្តហើយបុរសនោះក៏បានជីកកប់នៅក្នុងដីហើយបូករួមនឹងជើងសសរទ្រូងផ្ទះហើយមានផ្ទះណាដែលដើរមករកនឹងឲ្យលោកតាក៏បាននិយាយថាណែអ្នកទាំងអស់គ្នាខ្ញុំនៅសល់មាសពេជ្រប្រាក់កាសមិនប្រមាណនោះទេមាសចំនួន1000កំណប់កប់ទុកនៅក្រោមផ្ទះពុំទាន់ចែកចាយឲ្យកូនចៅនរណាម្នាក់ឡើយចាំមើលតែកូនណាដែលមានចិត្តដឹងគុណបើខ្ញុំស្លាប់ទៅខ្ញុំនឹងប្រគល់របស់នោះឲ្យទៅកូនទាំងអស់គ្នាលោកតានៅពេលនោះគាត់ក៏បាននិយាយប្រាប់ទៅមនុស្សទាំងឡាយដែលមកជួបជុំគ្នាកំខាននៅក្នុងរវាងប៉ុន្មានថ្ងៃនិងប៉ុន្មានខែក្រោយមកកុំឲ្យលោកតាដើរសំទានគេទៀតហើយបុរសនោះបានមើលថែបីបាច់រក្សាលោកតាជានិរន្តរ៍បន្ទាប់មកបុរសនោះក៏បានឧទានឡើងថាណែលោកតាចាំខ្ញុំយកបាយយកទឹកយកមកជូនលោកតាពិសាសូមលោកតាកំព្រួយអីតាចាស់ក៏បានធ្វើតាមចៅចិត្តសប្បុរសទាំងអស់នោះលុះបានប្រហែលជាង5ថ្ងៃសម្ដីតានោះបានលេចលឺដឹងដំណឹងរបស់គាត់ទៅកាន់កូនប្រុសនិងកូនប្រសាបូករួមចំនួន8នាក់ដែលមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនបន្ទាប់មកលោកតាគេក៏បានឲ្យអ្នកនៅក្នុងភូមិនោះរៀបចំដំណឹងនេះយកទៅប្រាប់ថ្ងៃក៏នាំយកបាយយកទឹកនំចំណីផ្លែឈើទុំចាស់ទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់គុណជូនដូនតាឲ្យឪពុករៀបចំរាល់ថ្ងៃពុំមានថ្ងៃខ្វះលោកតាចាស់នោះបានជាសះស្បើយពីរោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តចាប់តាំងពីថ្ងៃនោះមករហូតមកទល់អស់អាយុលុះលោកតានោះបានស្លាប់ទៅហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមទៅតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4នាក់និងកូនប្រសាទាំង4នាក់ទៀតឯណោះ
ក៏នាំគ្នាគិតពំពៀកំណប់យកមកចែកគ្នាក៏ប៉ុន្តែក្រែងចែកមិនស្មើគ្នានោះនាំឲ្យមានចំនួនបងប្អូនចាក់ជាបំខានហើយក៏ទៅរកគ្រូមកម្នាក់ឲ្យមកជួយចែកលោកគ្រូនោះក៏ទទួលព្រមក៏ប៉ុន្តែគាត់ឮថាកំណប់មាសប្រាក់ជាច្រើននៅដល់ទៅមួយពាងគាត់ក៏បានចង់យកមួយចំណែកដែរហើយគាត់គិតនៅក្នុងចិត្តថាគាត់នឹងធ្វើជាមេចំណែកដើម្បីត្រូវតែធ្វើជាការចែកឲ្យបានច្រើនជាងកូនចំណែកផងគាត់ក៏បានដើររុករះទៅកាន់ផ្ទះលោកសេដ្ឋីហើយគាត់ក៏បានយកកំណប់នោះមកភ្លាមហើយក៏បានតាំងយកពួយដ៏ធំយកមករំពាត់បាល់ធំទីមើងធ្វើឲ្យខ្លួនកណ្ដាលដូចជាគូតផើងផ្កាហើយក៏អង្គុយពេនភ្នែនទៅលើដីរៀបរលីងពេលនោះតានៅក៏បានធ្វិចភ្នែកសម្រុបសម្រួមសមាធិដ្ឋានហើយក៏ឈរនៅនឹងត្រង់ទិសខាងកើតហើយគាត់ក៏បានគាស់ពាងនោះយកកំណប់ក៏ប៉ុន្តែគាត់បានហាមថាណែអ្នកទាំងអស់គ្នាអ្នកឯងគឺជាបុរសដែលមានកម្លាំងមាំមួនទាំង4អ្នកនេះសូមកំអាលស្ដាប់ខ្ញុំនិយាយសិនណាពេលនោះលោកតានោះគាត់ក៏បានឧទានឡើងទៅកាន់បុរសទាំង4នាក់ថាណែកុំអាលស្រ័យមកពាងក្រែងខុសដំណំចាំគាត់បង្គាប់សិនលុះយកពាងនោះមកដល់ហើយគាត់ក៏ឲ្យកូនទាំង4នាក់នោះឈរគ្រប់ទិសទាំង4បិទណែកយកដៃទាំងអស់គ្នានោះចាប់គ្នាហើយគាត់ក៏បានលើកពាងត្រស្ទួយបិទទទួលលើក្បាលហើយគាត់ក៏បានប្រាប់ទៅបុរសទាំង4នាក់នោះថាណែអ្នកទាំងអស់គ្នាអ្នកគឺជាបុរសដែលមានកម្លាំងខ្លាំងក្លាសូមស្ដាប់ខ្ញុំនិយាយសិនណាហើយអ្នកទាំងអស់គ្នាសូមនឹងស្រែកចំណងដែលនៅនឹងមាត់ពាងនោះទៀងមាត់ពាងនោះស្រែកកំណប់មើលទៅលើក្បាលរបស់គាត់បើកំណប់នោះជ្រុះទៅទិសខាងណាទាំងប៉ុន្មានអ្នកត្រូវបានទៅអ្នកឆោកំណាន់ទីនោះទាំងអស់បើកំណប់ណានៅសល់លើឆ្នុកក្បាលរបស់គាត់ត្រូវជារង្វាន់លោកគ្រូទាំងអស់ចំណែកឯកូនទាំង4នាក់នោះក៏បានចាប់ផ្ដើមធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងចំណែកឯភរិយាទាំង4នាក់ឯណោះទៀតសោតក៏ឈរកាន់កញ្ជើរៀងខ្លួនចាំកើបទ្រព្យរបស់លុះនៅពេលដែលចែកកំណប់នោះក៏មានអ្នកភូមិនិងអ្នកស្រុកជិតខាងមួយចំនួនក៏ទៅចាំឈរមើលនៅសកម្មភាពទាំងអស់នោះដែរនិមិត្តគេតែលើកពាងបិទទូលរួចហើយក៏ស្រែកមាត់ពាងផ្អៀងចាក់ឈូមកទឹកម៉ាំបានត្រាំលាយជាមួយនឹងលិមួកច្រើនខួបហូរឆោស្រោចទៅលើក្បាលលោកគ្រូដែលកំពុងតែអង្គុយអធិដ្ឋានហើយបានខ្ចាយបាច់សាយទៅកាន់គ្រប់ទិសទីបន្ទាប់មកលិមួកទាំងអស់នោះក៏ប្រឡាក់ប្រឡោសពាសពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធរបស់បុរសទាំង4នាក់នោះទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មឹសថាមន្ត្រីគេឃើញលោកគ្រូនោះសមោមបាត់មុខបាត់មាត់រូបរាងទាំងអស់ហើយលោកគ្រូគាត់ក៏បានក្រោកឆោបន្ទាប់មកគាត់ក៏បានខ្មាស់អស់ពពួកពុទ្ធបរិស័ទទាំងឡាយដែលឈរចាំមើលចំណែកឯពួកបរិស័ទក៏បានផ្អើលឆោឡោខំរត់ប្រញាប់ប្រញាល់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូបានស្រែកជេរកែនៅសំនួនតូកូនទាំង4នាក់នោះនិងកូនប្រសាថាណោខ្មោចមេដែងអដែងទាំងអស់គ្នានេះអាមេទាំងអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រណះទៅហើយមើលទៅវាបានជាកំណប់មាសប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ពាសពេញខ្លួនអស់ទៅហើយយីអើខ្មោចអាផេះមេកំផេះទាំងអស់នេះខូចមែនលោកគ្រូនិងសិស្សទាំងអស់គ្នាទាំងអមាលម៉ានក៏នាំគ្នារត់យ៉ាងឆាប់រហ័សលោកក៏បានទម្លាក់ខ្លួនចូលទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់ចំនួន1ម៉ោងម្នាក់ក៏នាំគ្នារត់យកទៅរួចខ្លួនហើយក៏បានឡើងទៅលើផ្ទះរៀងខ្លួនបានអធិដ្ឋានសុំសេចក្តីសុខនិងសេចក្តីចម្រើនកុំឲ្យមានការក្តៅក្រហាយក្រោយមកខ្វះអស់ពពួកគេតកូនតចៅ
រឿងរ៉ាវទាំងអស់នេះគេក៏បានសម្រេចឲ្យខ្ញុំបញ្ចប់ត្រឹមនឹងឯងរឿងដើមកំណើតសត្វកូនលោកកាលដើមឡើយមានបាក់សីម្យ៉ាងហៅថាសត្វកូនលោករូបរាងស្រដៀងទៅនឹងសត្វក្រលីងក្រឡូងតែមានមាឌធំជាងក្រលីងក្រឡូងបន្តិចសម្បុរវាក្រហមទុំច្រើនអាស្រ័យនៅតាមតំបន់ព្រៃភ្នំឬព្រៃស្រោងសត្វនោះចាស់ខ្មែរយើងពីដើមគាត់ក៏បាននិយាយតគ្នាមកថាមានដើមកំណើតមកពីមនុស្សហើយរឿងរ៉ាវនេះត្រូវបានដំណាលដូចតទៅកាលពីព្រេងនាយមានកសិករ2នាក់ប្តីប្រពន្ធជាមនុស្សក្រលំបាកមានកូនស្រីតូចចំនួន3នាក់កូនទី1ចេះដងទឹកដាំបាយកូនទី2ចេះនាំប្អូនដើរលេងនិងកូនទី3ចេះរត់លេងក្រោយពីពេលដែលប្តីបានស្លាប់ចោលទៅនាងដែលជាប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រីចំនួន3នាក់នាងតែងតែទៅកាប់អុសបេះបន្លែទូលយកទៅលក់នៅឯផ្សារដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃនៅថ្ងៃមួយនាងក៏បានទៅជួបនឹងអ្នកលេងផឹកស៊ីម្នាក់ដែលតែងតែដើរលួចឆក់ប្លន់អ្នកដំណើរឆ្ងាយចិត្តហើយបានលុយប្រាក់កាសយកជាច្រើនមកផឹកស៊ីហឺហាអ្នកលេងនោះកាលបើបានផឹកស៊ីទៅក្រឡេកឃើញនាងដែលជាមេម៉ាយក៏សម្ដែងអកប្បកិរិយាជាអ្នកសមគួរហើយក៏សួររាក់ទាក់ទៅនាងថាចុះនាងនៅភូមិណាដែរឆ្ងាយឬអត់ហេតុអ្វីមិនឲ្យប្តីជូនរែកនាងប្រឹងតែរែកពុនទំនេះទំនូលតែម្នាក់ឯងដូច្នេះនាងពេលនោះក៏បានប្រាប់ទៅត្រង់ថាណែលោកខ្ញុំគឺជាស្ត្រីមេម៉ាយទេប្តីស្លាប់ចោលទៅហើយសប្តាហ៍ថ្ងៃនេះខ្ញុំក្រលំបាកណាស់ដើរកាប់អុសបេះបន្លែលក់នៅឯផ្សារគ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញចំណីអាហារដើម្បីឲ្យកូនស្រីរបស់ខ្ញុំចំនួន3នាក់នោះបរិភោគឮដូច្នេះហើយអ្នកលេងក៏អរព្រួយគិតនៅក្នុងចិត្តថានាងនេះមេម៉ាយមែនក៏ប៉ុន្តែមានរូបស្អាតគ្រាន់បើឯតើគួរតែអញទៅសួរសុខទុក្ខនាងដល់ផ្ទះយកជាប្រពន្ធទៅបានហើយក៏បាននិយាយទៅនាងថាណែនាងខ្ញុំមានចិត្តអាណិតនាងណាស់សូមខ្ញុំជូនមួយកហបណៈដើម្បីសម្រាប់ទិញអីវ៉ែអីវ៉ាន់ផ្ញើកូនរបស់នាងស្រីដែលជាមេម៉ាយក៏បានទទួលយកប្រាក់កាសពីបុរសចោរនោះភ្លាមដោយសេចក្តីត្រេកអរលុះដល់លក់អស់និងបន្លែផ្លែឈើទាំងប្រមាណអស់ទៅនាងក៏ត្រឡប់ទៅផ្ទះវិញចំណែកឯអ្នកលេងទាំងអស់នោះក៏លបដើរតាមពីក្រោយដើម្បីគយគន់មើលផ្ទះរបស់នាងលុះដល់ពេលដែលយប់ប្រលប់បន្តិចក៏ទៅជួបនឹងនាងនៅឯផ្ទះហើយនិយាយគ្នាត្រូវមាត់គ្នាហើយពួកគេទាំងពីរនាក់នោះក៏យកគ្នាធ្វើជាប្តីប្រពន្ធនៅគ្រានោះទៅចាប់តាំងពីថ្ងៃនោះមកអ្នកលេងតែងតែចេញទៅប្លន់អ្នកស្រុក2-3ថ្ងៃមកផ្ទះម្ដងក៏មានកន្លះខែមកម្ដងក៏មានដែរនាងនោះមានមាសមានប្រាក់ចាយបរិបូរស្លៀកពាក់សុទ្ធតែរបស់ល្អក៏ទៅជាធំចិត្តក្តៅក្រហាយស្អប់កូនស្រីរបស់ខ្លួនឃើញមុខកូនកាលណាចង់តែកំតិចកាលនឹងចោលបន្ទាប់មកនាងនៅពេលដែលដាំស្លឆ្អិនហើយក៏នាំប្តីបរិភោគតែ2នាក់សល់បាយនៅក្នុងឆ្នាំងបន្តិចបន្តួចកូនទាំង3នាក់នោះក៏នាំបងប្អូនកេះស៊ីដេកខ្លះលក់អស់នៅក្បែរជើងចង្ក្រានចំណែកឯខ្លះទៀតក៏លក់នៅឯល្វែងផ្ទះខាងក្រៅមូសខំសុសសាច់ពេញខ្លួនពេលព្រឹកឡើងនាងនោះកាន់តាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារជាមួយនឹងប្តីជារៀងរាល់ថ្ងៃនៅថ្ងៃមួយប្តីបាននិយាយរំលឹកថាបងមានសេចក្តីខ្មាស់អៀនមិត្តភក្តិណាស់ព្រោះអូនចេះតែតាមបងទៅផឹកស៊ីនៅឯផ្សារដូច្នេះបងសូមអង្វរចិត្តអូនឯងសូមនៅផ្ទះថែទាំកូនទាំង3នាក់នោះចោះស្ត្រីមេម៉ាយនោះឮប្តីនិយាយដូច្នេះនាងក៏គិតថាប្តីអញគាត់ហឺហាណាស់ពួកស្រីខូចនៅក្នុងផ្សារស្គាល់គាត់ទាំងអស់បើអញមិនដោយតទៅមុខទៀតគាត់នឹងបោះបង់អញពុំខានឡើយអញគួរតែរកអបាយកលសម្រាប់កូនស្រីរបស់អញទាំង3នាក់នោះចោលកុំឲ្យគាត់មានពាក្យចាក់ដោតមកថាឲ្យអញនៅផ្ទះព្រោះតែកូនឡើយលុះស្ត្រីមេម៉ាយនោះគិតដល់ដូច្នេះហើយនៅក្នុងខែពិសាក៏មានភ្លៀងធ្លាក់ជោកជាំនាងនោះក៏និយាយបញ្ឆោតកូនស្រីរបស់ខ្លួនថាណែកូនអើយកាលដែលឪពុកឯងនៅរស់
តែដល់ខែរដូវនេះហើយគាត់តែងតែនាំម្ដាយទៅសាបព្រោះស្រូវនៅឯត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមានខ្ទមលំហដេកចាំស្រូវស្អែកនេះម្ដាយនឹងយកស្រូវទាំងពូជយកទៅសាបព្រោះពួកកូនទាំងអស់គ្នាទៅដេកចាំព្រៀបលលោកកុំឲ្យវាមកស៊ីស្រូវណាកូនលុះព្រឹកឡើងនាងនោះក៏បាននាំកូនស្រីរបស់ខ្លួនទាំង3នាក់ចូលទៅព្រៃហោឋានជិតជើងភ្នំហើយក៏យកស្រូវទៅបាចនៅក្នុងត្រពាំងរួចក៏ផ្ដាំកូនថាណែហងរាល់គ្នាត្រូវតែចាំស្រូវកុំទៅណាឆ្ងាយកុំទៅផ្ទះណាបើអញវាយសម្លាប់ចាក់ជាមិនខានបើសិនជាឯងទៅនាងនោះផ្ដាំរួចក៏ទុកបាយមួយចំណែកម្នាក់មួយចំអែតម្នាក់មួយចំអែតនិងអង្ករ3ចានពោត4-10គ្រាប់កូនឆ្នាំងដីចំនួន1និងអំបិលប្រហុកបន្តិចបន្តួចដោយគិតថាយប់នេះខ្លាវានឹងមកស៊ីកូនទាំង3នាក់នោះចាក់ជាពុំខានបើមិនស្លាប់ដោយសារតែខ្លាស៊ីក៏គេងលក់ស្លាប់ដោយអត់បាយចាក់ជាពុំខានស្ត្រីមេម៉ាយនោះលុះផ្ដាំកូនស្រេចបាច់ហើយក៏ត្រឡប់ទៅផ្ទះវិញដេកចាំមើលផ្លូវប្តីមកពីផឹកស៊ីលុះប្តីមកពីផឹកស៊ីក៏សួរទៅកាន់ប្រពន្ធថាកូនស្រីរបស់យើងទាំង3នាក់នោះដើរទៅលេងឯណាអស់ហើយពុំឃើញមកផ្ទះនៅពេលនោះប្រពន្ធក៏បានប្រាប់ថាខ្ញុំប្រើវាឲ្យទៅចាំស្រូវជាមួយនឹងចាស់ទុំជាច្រើនអ្នកលុះស្រូវទុំទើបវាត្រឡប់មកវិញណាឪវាចំណែកឯកុមារីទាំង3នាក់ឯនោះវិញក៏នាំបងប្អូនយកគ្រាប់ពោតយកទៅកប់នឹងដីតាមភ្លឺត្រពាំងលុះដល់ពេលយប់ក៏នាំគ្នាឡើងទៅដេកនៅលើខ្ទមឮសូរតែសំឡេងដំរីចចកស្វានស្វាស្រែកត្រហឹងអើងកងពាសពេញព្រៃស្មៅសាននាងដែលជាបងក៏មានសេចក្តីផិតភ័យញ័រខ្លួនដូចជាកូនសត្វស្ទើរតែគ្មានព្រលឹងនៅក្នុងខ្លួនហើយនាងក៏លួងប្អូនកុំឲ្យយំខ្លាចសត្វសាហាវនោះវាមកខាំស៊ីសម្លាប់នៅក្នុងយប់នោះនៅគ្រានោះឯងក៏មានអរិយទេវតាដែលស្ថិតនៅក្នុងព្រៃស្មៅសានក៏គិតថានាងដែលជាម្ដាយហេតុអ្វីក៏យកកូនតូចមកប្រោសចោលនៅក្នុងព្រៃដូច្នេះបើអញមិនជួយកុមារទាំង3នាក់នោះផងទេមុខជាមរឹកគាពីលយងខ្នងខាំស៊ីចាក់ជាពុំខានលុះអញសង្គ្រោះកុមារទាំងអស់នោះទម្រាំផុតដល់ពេលរាត្រីនេះហើយអញនឹងទៅក្រាបទូលដល់សម្ដេចព្រះឥន្ទ្រាធិរាជគិតស្រែកបាច់ហើយអរិយទេវតាសម្ដែងរិទ្ធស្រែកគំរាមពពួកសត្វសាហាវនៅក្នុងព្រៃនោះឲ្យរឹកខ្ចាត់ខ្ចាយអស់ទៅលុះព្រឹកព្រលឹមក៏ចូលមកដល់ពួកគេក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះថាវនុរៈបន្ទាប់មកនៅទិសឦសានដើម្បីឲ្យទេវរាជនោះនាំដំណឹងនេះទៅកាន់ក្រាបទូលព្រះឥន្ទ្រាធិរាជវរុណៈទេវរាជបានរំពឹងឃើញថាការនេះមិនចាំបាច់ទៅក្រាបទូលដល់ព្រះឥន្ទ្រាធិរាជនោះទេព្រោះកុមារីទាំង3នាក់នេះត្រូវคล้ายខ្លួនទៅជាសត្វបក្សីហើយបង្គាប់ថាអ្នកឯងត្រូវទៅជួយការពារកុមារីទាំង3នាក់នេះឲ្យបានហ្មត់ចត់កុំឲ្យសត្វសាហាវមកបៀតបៀនបានទម្រាំតែវាคล้ายខ្លួនទៅជាសត្វបើសិនជាវាឃ្លានអាហារអ្វីត្រូវតែនិមិត្តជាត្រីក្រឹមទុនសាយក្តាមខ្យងដាក់ទៅក្នុងត្រពាំងនោះឲ្យវាស៊ីទៅអរិយទេវរាជក៏បានត្រឡប់ទៅវិញហើយក៏ធ្វើតាមបង្គាប់វរុណៈទេវរាជចំណែកឯកុមារីទាំង3នាក់ឯណោះនៅចាំស្រូវបានចំនួន3យប់3ថ្ងៃក៏អស់អង្ករចំនួន3ចានដែលម្ដាយចិត្តអាក្រក់នោះទុកឲ្យវាស៊ីប្អូនយំរកបាយស៊ីចំណែកឯបងក៏បានដើរទៅបេះស្លឹកថ្នាំងចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួននិងដើមអំពៅពាមយកមកឲ្យចែកគ្នាស៊ីប្អូនគេបងអស់ចេះតែស្រែកយំបងក៏នាំប្អូនចុះទៅចាប់ត្រីក្រឹមទុនសាយធំមួយបានមកដុតដើម្បីឲ្យប្អូនស៊ីចំណែកឯភ្លើងដែលម្ដាយបង្កាត់ទុកឲ្យនោះក៏រលត់អស់ទៅបន្ទាប់មកពួកគេក៏នាំបងប្អូនហែកសាច់ទុនសាយឆៅនោះស៊ីម្នាក់បន្តិចអូនចេះតែយំកន្ទុកកន្ទិញចង់ទៅផ្ទះបងថាមិនហ៊ានទៅទេខ្លាចម៉ែវាយក៏ប៉ុន្តែប្អូនទាំងពីរនាក់ឯនោះចេះតែស្រែកយំខ្លាំងពេកបងអត់ទ្រាំពុំបានក៏នាំទៅផ្ទះរីឯម្ដាយចិត្តក្តីថៃកាលណាបើឃើញកូនស្រីទាំង3នាក់បណ្ដើរគ្នាមកដល់ផ្ទះដូច្នេះក៏មួម៉ៅស្រែកជេរពីផ្ទះថាមេកូនចង្រៃអញថាយកវាទៅប្រោះចោលឲ្យស្លាប់ព្រាត់ប្រាសអស់ទៅឥឡូវម្ដេចក៏មិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញអញវាយសម្លាប់ឥឡូវហើយអញមិនឲ្យហងឯងឡើងមកផ្ទះសំបែងទេនាងដែលជាកូនបងគេនោះក៏បានអង្វរទៅម្ដាយថាសូមអ្នកម្ដាយអាណិតមេត្តាកូនផងចោះ
ព្រោះប្អូនចេះតែយំឃ្លានបាយអត់ពី3ថ្ងៃមកហើយណាអ្នកម៉ែស៊ីតែស្លឹកឈើជំនួសបាយភ្លើងណែលអ្នកម៉ែបង្កាត់ឲ្យនោះក៏រលត់អស់បើសិនជាអ្នកម៉ែមិនឲ្យកូននៅកូនសុំតែអង្គនិងភ្លើងដើម្បីត្រឡប់ទៅវិញទេសូមម្ដាយកុំធ្វើបាបកូននិងប្អូនទាំងអស់ឲ្យកូនសុំទោសណាអ្នកម៉ែចំណែកឯកូនប្អូនក៏បាននិយាយប្រាប់ទៅម្ដាយថាអ្នកម៉ែបងបានចាប់បានទន្សាយស៊ីឆ្អែតម្ដាយលឺកូនប្រាប់ដូច្នេះថាចាប់បានទន្សាយស៊ីឆ្អែតក៏រឹតតែមួម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោថាមីកូនចង្រៃវាបានទន្សាយចែកគ្នាស៊ីម្ដេចក៏មិនយកឲ្យអញស៊ីផងនិយាយតែប៉ុណ្ណេះក៏ស្ទុះទៅវាយកូនទាំងពីរទាំង3នាក់នោះធាក់ច្រំក៏បណ្ដាលឲ្យកូនទាំង3នាក់នោះត្រឡប់ទៅព្រៃវិញដោយសេចក្តីជឿចាំរបស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះប៉ងឲ្យទៅស្លាប់បាត់បង់ជីវិតទៅគួរឲ្យអាសូរកុមារីទាំង3នាក់នោះជាពុនពេកម្ដាយវាយបែកឈាមហូររហាមសស្រាក់សស្រោចពេញពេញខ្លួនប្រាណនៅតែតវ៉ានឹងវាចាទៅម៉ែឥតដឹងថាម្ដាយប្រុងសម្លាប់ខ្លួនសោះចំណែកឯកុមារីប្អូនចេះតែរអ៊ូប្រាប់ទៅម្ដាយនឹងអួតថាបានទន្សាយស៊ីឆ្អែតម្ដាយលឺចេះតែខឹងរឹតតែវាយថែមទៀតនាងបងប្រឹងអូសទាញប្អូនទាំងពីរទាំង3នាក់នោះដោយគិតឃើញថាបើសិនជាទ្រាំនៅមុខតែម្ដាយវាយសម្លាប់ជាក់ជាពុំខានហើយក៏នាំគ្នាចូលទៅក្នុងខ្ទមដដែលដោយក្រំគ្រានឹងម្ដាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំង3នាក់ចំណែកឯអរុក្ខអរិយទេវតាកាលណាបើឃើញដូច្នេះក៏យកទឹកមកប្រោះព្រំកុមារីទាំង3នាក់នោះឲ្យមានស្មារតីរស់ឡើងវិញកុមារីទាំង3នាក់លុះដឹងស្មារតីឡើងវិញក៏ស្រែកទ្រហោយំទាំងអស់គ្នាឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទុនសាយនិងរាវរកខ្ចង់ក្រុមយកមកហែកចែកប្អូនស៊ីជំនួសបាយជានិច្ចរាល់ពេលថ្ងៃត្រីនិងខ្ចង់ចេះតែមានមិនអស់ព្រោះទេវតានិមិត្តឲ្យកាលណាដែលថ្ងៃក្តៅល្អស្រង់យកមកហាលឲ្យតែក្រៀមវាយបំបែកហែកចែកគ្នាស៊ីទៅនាងបងក៏បាននិយាយគៀកកនឹងប្អូនលួងលោមថាអូនអើយយើងទាំង3នាក់ពុំបានជួបមុខម៉ែទៀតទេព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយរករឿងនឹងសម្លាប់យើងចោលយើងកុំសង្ឃឹមថាមានជីវិតរស់នៅតទៅមុខទៀតណាមួយសម្ពុតអាវមានតែមួយចង្កេះម្នាក់សម្រាប់ស្លៀកពាក់ឥឡូវនេះដាច់អស់ហើយតទៅមុខយើងនឹងរងាអោបក្បាលជង្គង់ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេដូចជាសត្វដេរឆានអញ្ចឹងអំពីពោតដែលនាងបានដាំនោះវិញក៏បានចំនួន3ខែមានផ្លែចាស់ខ្ចីសត្វជ្រូកក្តាន់ស្វាកំប្រុកពុំហ៊ានទៅស៊ីឡើយព្រោះអរុក្ខទេវតាតែងតែថែរក្សាដំណាំនោះរីឯនាងបងតែងតែទៅបេះយកមកបរិភោគជាមួយនឹងប្អូនលុះបានចំនួន6ខែផុតទៅកុមារីទាំង3នាក់នោះក៏ស្រាប់តែដុះរោមចេញពីខ្លួនដៃសងខាងក៏ដុះចេញមកជាស្លាប់ទៅផ្ទះហើយទៅទុំនៅលើចុងឈើហើយចាប់តោងបេះផ្លែឈើបានទាំងអស់គ្នាហើយចេះតែហើរទៅឆ្ងាយពំរួចរីឯបបោមាត់នោះក៏ចាប់ផ្ដើមដុះចេញទៅជាចម្ពុះរីឯមាត់ឯនោះវិញនិយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថាខ្លួនបានคล้ายទៅជាសត្វក៏ប៉ុន្តែវិញ្ញាណคล้ายទៅជាមនុស្សតែដល់ពេលនិយាយទៅជាសម្លេងសត្វដេរឆានយូរទៅកាន់តែហើរបានឆ្ងាយបន្តិចម្ដងព្រោះតាំងពីបបោមាត់ដុះទៅជាចម្ពុះមិនដែលនិយាយភាសាមនុស្សសោះតែបើមនុស្សនិយាយទៅរកអាចស្ដាប់បានហើយប្តីចុងរបស់នាងមេម៉ៃឯនោះវិញនៃកុមារីទាំង3នាក់នោះតែងតែប្រព្រឹត្តអំពើចារកម្មជានិច្ចនៅថ្ងៃមួយអ្នកជិតខាងគេបានប្តឹងដល់រាជការក៏ទៅចាប់យកទៅដាក់គុកអស់មួយជីវិតតទៅនៅពេលនោះនាងដែលជាម្ដាយក៏ដេកព្រួយចិត្តនឹកអាណិតដល់កូនកំសត់ទាំង3នាក់របស់ខ្លួនដែលបានធ្វើទុកបុកម្នេញហើយដើរទៅក្នុងព្រៃក៏ឃើញកូនរញុងនៅក្នុងខ្ទមស្គាល់ច្បាស់ថាជាកូនព្រោះមានទម្រង់ជាមនុស្សនៅឡើយក៏ប៉ុន្តែកូនទាំង3នាក់របស់នាងបានដុះស្លាប់មានចម្ពុះដូចជាសត្វដេរឆានហើយស្រែកហៅថាកូនអើយឥឡូវម្ដាយមកទទួលកូនទៅវិញហើយម្ដាយលែងឲ្យកូននៅក្នុងព្រៃតទៅទៀតហើយណាកូនទាំង3នាក់ទៅតាមម្ដាយទៅរីឯកូនទាំង3នាក់ឯណោះ
ឮមាត់ម្ដាយហៅក៏ស្គាល់ជាក់ថាជាម្ដាយគិតថាម៉ែយើងមករកនឹងសម្លាប់យើងទៀតហើយត្រូវតែយើងកុំទុកចិត្តគាត់យើងនាំគ្នាហើរទៅលើមែកឈើល្អជាងគិតដូច្នេះហើយក៏នាំគ្នាត្រសងទាំង3ទៅទុំនៅលើចុងឈើដ៏ខ្ពស់មួយដើមស្រែកប្រាប់មកម្ដាយដោយបំណងនិយាយថាយើងផុតនិស័យជាកូនលោកហើយយើងទៅជាសត្វដេរឆានវិញល្អជាងអ្នកកុំមកចិត្តយើងប៉ុន្តែសម្ដីដែលស្រែកប្រាប់ទៅម្ដាយមិនបានច្បាស់ជាក់ជាសម្ដីរបស់មនុស្សនោះទេទៅជាស្រែកថាកូនលោកម្ដាយចេះតែដើរតាមស្រែកហៅកូនទាំង3នាក់លុះត្រាតែអស់កម្លាំងដើរពុំរួចណាមួយអត់អាហារបរិភោគផងនោះក៏ដួលស្លាប់បាត់ទៅនៅប្រទេសកម្ពុជាយើងសពថ្ងៃសត្វនេះវាតែងតែហើរមករើសខ្យងខ្ចៅស៊ីនៅតាមវាលស្រែក្បែរជើងភ្នំឬព្រៃស្រោងកាលណាដែលវាផ្អើលនឹងមនុស្សឬសត្វដូចគ្នាវាស្ទុះហើរទៅលើយំស្រែកថាកូនលោកលុះរាត្រីស្ងប់ស្ងាត់ទៅធ្ងោធ្ងួចដូចជាមនុស្សស្រណោះស្រណោកជាពន់ពេកអញ្ចឹងឯង